Okយើងចូលទៅវីដេអូបន្តណាអញ្ចឹងវីដេអូបន្តយើងខ្ញុំបើក Photoshop ឲ្យតើតើទៅនឹងវីដេអូទី5ណាតើតើទៅនឹងវីដេអូទី5យើងសិក្សាទៅលើគ្រប់ editing ណាអញ្ចឹងខ្ញុំសូមសរសេរអត្ថបទចោលសិនខ្ញុំឲ្យ copy អត្ថបទអញ្ចឹងណាដែលខ្ញុំcopy អត្ថបទទៅនេះចុះបាទអាច copy អត្ថបទទៅនេះចុះ Control V ហ្វុនខ្មែរយើងគឺខ្មែរបាត់ដំបងអូខេទី1យើងនិយាយពី file ណាបាទនឹងឧទាហរណ៍មួយទៀតខ្ញុំទៅថានៅលើពីភាសាអង់គ្លេសបន្តទៀតចុះ D ចេះណាទៅ font អង់គ្លេសខ្ញុំរើសជា font Times New Roman ព្រីវីធំតិចបាទអូខេអញ្ចឹងបន្តយើងសិក្សាទៅលើគ្រប់ editing ទី1គឺថា file ខ្ញុំប្រើវាដើម្បីធ្វើការស្វែងរកនៅទិន្នន័យណាមួយឧទាហរណ៍ថាឥឡូវខ្ញុំចង់ស្វែងរកអីគេណាខ្ញុំចង់ស្វែងរកខ្ញុំនេះចុះណាអញ្ចឹងយើងសេពាក្យមកខ្ញុំ file text នេះវារកឃើញយ៉ាងនេះណាអូខេបាទខ្ញុំចង់រកគេទៀតយើងរកថាទីហ៊ានចុះទីហ៊ានអូខេ file text ទីហ៊ាននេះទាំងនោះណាអានេះយើងធ្វើគេណាអានេះវារកបន្ទាប់គ្នាណាគេដូចជាមានតែប៉ុណ្្នឹងទេសម្រាប់កន្លែង file ណាទី2យើងនិយាយអំពីពាក្យថា replace ព្រោះថាឥឡូវក្នុងហ្នឹងខ្ញុំសរសេរអត្ថបទទៅមានពាក្យមួយពាក្យខុសពាក្យ hi នេះមានពាក្យថា hi ហើយពាក្យ hi មិនមានតែមួយទេយើងមានច្រើនពាក្យនៅក្នុងហ្នឹងណាបាទច្រើនពាក្យអញ្ចឹងជាធម្មតាពាក្យ hi ខ្ញុំសរសេរពាក្យ xi ណាសួស្តីប៉ុន្តែខ្ញុំច្រឡំសរសេរពាក្យ xy នៅក្នុងអត្ថបទហើយវាមានមិនមែនតែមានមួយមានច្រើនអត្ថបទអញ្ចឹងត្រូវការ replace វាអញ្ចឹងដើម្បី replace វាបានយើងចូលទៅកាន់ select ហ្នឹងហើយយកពាក្យថា select មកហើយយើងយកជាស្រេច select យកពាក្យថា select អញ្ចឹងយើងមើលពាក្យថា find what អញ្ចឹងយើងទៅរកពាក្យដែលខុសសិនណាដូចជាពាក្យ xy ណាជាពាក្យខុសនឹងសិនហើយយើងដាក់ថា replace វាយើងជំនួសទៅវិញដោយពាក្យ xi ឬក៏ដាក់ hello ក៏បានដែរ hello អូខេបាទប៉ុណ្ណឹងហើយយើងចុចពាក្យថា replace all អូខេនិយាយប្រាប់ថានៅក្នុង PowerPoint របស់យើងគេបានធ្វើការស្រាវជ្រាវនៅក្នុង presentation របស់យើងគឺគេបានធ្វើការ map ចំនួន4ហើយគេបាន replace ឲ្យយើងហើយបាទ replacement ចានេះគឺមានភាពងាយស្រួលណាពាក្យថា replace ទី2ហៅថា select យើងអាចពាក្យថា select all select all គឺពពុះនេះពពុះអក្សររបស់យើងណាអូខេអញ្ចឹងយើងពងធ្វើនេះក៏គេហៅថាជា object ផងដែរណាខ្ញុំអាចបង្កើតមួយទៀតមក new slide ហើយខ្ញុំរើសខ្ញុំគូវាសិនបើយើងមាន shape ជាច្រើននៅក្នុងនេះគូដាក់នេះចុះអញ្ចឹងពេលខ្លះយើងចង់ធ្វើការ select វាមួយនេះ select មួយនេះ select មួយនេះ select មួយនេះដែលប្រើ shift វាយូរពេកហើយយើង select ទាំងអស់ចេះបាទនេះវាជាប់ select បាទនេះវាជាប់ select object ណាចេះនេះដោះវាចេញដោះចេញចេះពេលខ្លះយើងចង់ធ្វើការ select វាអញ្ចេះណា select វាមួយអញ្ចេះវាមិនបាក់ select ណាបាទចេះដើម្បី select ទាំងអស់អញ្ចឹងបានមានពីរវិធីទី1យើងអាចធ្វើការ select បែបនេះក៏បានដែរដោយសារតែវាជាប់ object ណា select object ឬវិធីទី2យើង control 0 A ណាបាទចេះនេះគេហៅថាពពុះ select object ណា
selection pen គឺមានថាយើងចង់ select លើណា select លើ rectangle ទី21 20ឬក៏14 18ណានេះលើទៅតាមចិត្តយើងចង់ប្រើចឹងប៉ុណ្ណឹងពាក់ព័ន្ធជាមួយនឹងវីដេអូទី5សិក្សាទៅលើ group editing ណាមាន